យុទ្ធសាស្ត្រដែលយើងមករៀនឯងនោះចាំមិនបានទេមិននឹកស្មានថារឿងតូចតាចបែបនេះឯងបែរជាចាំគុណបិណ្ឌរបស់លោកគ្រូមួយជីវិតនេះខ្ញុំមិនអាចភ្លេចទេថ្ងៃក្រោយនឹងកតញ្ញូដើម្បីលោកគ្រូកតញ្ញូលោកគ្រូពេលនេះស្រែកទឹកទេខ្ញុំតែឆុងតែក្តៅមួយប៉ាន់ជូនមិនច្បាញ់នោះទេតែធ្វើការរបស់ខ្លួនឯងទេអញ្ចឹងបានមករំខានលោកគ្រូទេខ្ញុំលាសិនហើយអេមិនក៏ជាប់តាក់ទៀតហើយប៉ិនអុកកំណូយើងគឺជាអ្នកមករៀនដល់ឯងចង់ឈ្នះយើងហ៎ពិបាកបន្តិចហើយ难了。បងទី4នេះហាមហាប់បាក់តបដូចភ្នំរលំដើរទៅបែបហ្នឹងពិតជារឿងដែលពឹងយើងទៀតហើយយើងក៏គិតបែបហ្នឹងដូចគ្នាបងទី4តែជាមួយខ្ញុំបន្តិចទៅហើយជួយខុនលុនគឺជាទឹកដីរបស់ឯងទេនិយាយស្ដីមានរបៀបដល់ហើយពេលមកវិញចាំចាត់ការលោកម្ដងចុះស្នៀតដដែលទេមើលងាយទៀតហើយតាបងទី4លេឡាយបានហើយយើងរើសារដើមក៏បានដែរបើឯងចង់ចាញ់ពិតជាមុខស្អុយទៀតហើយលែងជួបគេកន្លះខែផងក៏មិនដឹងបងទី4ជួយបន្តិចមកយ៉ាងម៉េចហើយមិននៅគ្រាន់បានតើឥឡូវចេះអំបោះហើយហ៎រឿងតូចមួយហ្នឹងអូរឿងរ៉ាវដែលពាក់ព័ន្ធជាមួយព្រះបុត្រានោះលើអានិយាយថាគឺជារឿងតូចតាចទៀតមិនក៏ដឹងថាតើតោះនឹងគេរឿងដែលអាចធ្វើឲ្យឯងមានចរិតអញ្ចឹងបាននោះក្រៅពីគេអ្នកផ្សេងយើងមើលមិនឃើញសមត្ថភាពទេបងទី4ប្រកែកមែនតែនគឺគេបងទី4អាចជួយពញាពេលគាត់ត្រឹមពេល8ធូបបានទេខ្ញុំចង់ទៅឋានកណ្ដាលមើលយៈហោះបន្តែងចំណាយទុនដល់ថ្នាក់នេះទៅហើយគឺព្រោះតែរឿងប៉ុណ្ណឹងពិតជាខ្លាចសិស្សច្បងរបស់ឯងដឹងរឿងមែនថាឯងគឺជាមនុស្សស្រីដែលមានមុនស្នេហ៍នោះអីចាបងទី4ក៏មានពេលមើលខុសគោលដៅដែរទាំងវ៉ាទាំងអស់នោះអត់មានអីពាក់ព័ន្ធជាមួយពួកគាត់ទេខ្ញុំបារម្ភពីលោកគ្រូតាខ្លាចថាគាត់ព្រួយបារម្ភពីសិស្សសំណត់នៅឋានកណ្ដាលតែចង់ទៅមើលបងក៏ដឹងដែរទីនោះបរិយាកាសមិនសូវល្អទេបើលោកគ្រូទៅអាចមានផលប៉ះពាល់សុខភាពរបស់គាត់បងសម្លឹងមើលខ្ញុំអញ្ចឹងទៀតហើយរីគុណខ្ញុំហើយខ្ញុំមិនមកក្រាស់ទេបើយើងអាចពន្យាពេលដូចជាឯងចង់បាននោះយប់នេះគឺមិនចាំបាច់ដេកពួនទេត្រឹមពេលមួយសរសៃធូបយៈហួរទៅទីនោះលៀងជំរះកំហុសប៉ុណ្ណោះគ្មានអ្វីធំដុំទេដែលឯងត្រូវតាមមើលនោះវាដូចជាតោងស្អិតពេកហើយទេដឹងពួកយើងសម្រាប់អញ្ចឹងហើយណាគឺពញាត្រឹមតែមួយធូបយល់ល្អបងទៅទីនោះដាស់តឿនឯងល្អជាងបងទី4មកតែធ្លាក់ព្រិលហើយបងទី4នេះជាលើកទី1ដែលពួកបងស្នាក់នៅទីនេះគួរតែមើលទេសភាពក្រោយភ្នំពេលព្រិលធ្លាក់នៅខុនលុនគឺល្បីខ្លាំងណាស់កុំថាតែធ្លាក់ព្រិលទោះជាធ្លាក់ភ្លៀងក៏យើងខ្ជិលមើលដែរមួយធូបពេលមួយធូបពេលដែលយើងឈ្នះជឿយានឯងត្រូវតែមកវិញអេខុសហើយព្រះបុត្រាទើបតែមានប្រជជន10វស្សាតែប៉ុណ្ណោះតើគេទៅធ្វើអីទៅកុំខ្វល់អីឲ្យកញ្ចាស់នោះចាំសិនទៅលួចមើលសិនល្អជាងអ្នកគ្មានវិជាគុណដូចស្រែគ្មានភ្លឺដូចវាំងខ្វះពន្លឺក៏ធ្លាក់ព្រិលដូចនៅខុនលុនដែរពេលដែលបណ្ដោយកាន់តែរងចាំជានិច្ច
ដកជាប់ក្នុងអរ៉ាពេញផ្ទៃចិន្តាគ្មានថ្ងៃរលប់អ្នកគ្មានវិជាគុណដោយស្រែគ្មានភ្លើគ្មានវិជាគុណដូចស្រែគ្មានកាន់តរងចាំមិនរងចាំខ្វះពន្លឺពេលដែលបង្អោយកាត់តែរងចាំថ្ងៃរលប់រងចាំជានិច្ចនោះឡើយរងចាំជាប់អរ៉ាពេញផ្ទៃចិន្តាពេញផ្ទៃចិន្តាថ្ងៃរលប់ថ្ងៃរលប់វាបាននោះឡើយជប់ចៅគួនក្រោកឡើងបាទសូត្របន្តទៀតទៅបាទមកគាត់ដែលមានចិត្តអំនួតមានភាពលឹបលន់គ្មានសច្ចភាពចោលចិត្តបន្លំពិតជាមានទុកហើយអ្នកខ្ជិលច្រអូសគ្មានសេះសល់អ្វីនោះឡើយនេះជាច្បាប់អវាទសម្ដៅដល់យៈហោពេលដែលកំពុងត្រាស់ដឹងតាជាកម្មាទេនៅឋានលើគឺមិនធ្លាប់មានទេពាក្យទាំងអស់នេះនិយាយចំពោះគេងាយដូចជាបកជែកអញ្ចឹងน้องគ្នាធ្វើស្អីហ្នឹងលោកជាចាំដល់ហើយហ៊ានធ្វើបាបអ្នកប្រុសនៅមុខសាលាផងហីមិនហើយទ្រាំជាង10ថ្ងៃទៅហើយតោះទៅបដៅវាបន្តិចទៅល្អជាងតោះព្រះអិនដាច់ធម្មតាជាមួយនឹងចាស់របស់ខ្លួនឯងសម្បីមកលៀងបាបប្រកាន់ក៏មិនឲ្យគេមានដៃម្ខាងដែរហើយមនុស្សល្អរងកម្មច្រើនមែនអ្នកប្រុសគឺជាក្មេងល្អខ្លាំងណាស់ហើយដល់កទេវតាដាច់ចិត្តឲ្យគាត់នេះមានដៃទល់ទៅវិញមានរឿងកំពុងដេកយល់សពតាអេខ្ញុំមិនមែនយល់សពទេចំណងខ្ញុំបានទេអត់ផងអ្នកជាអ្នកណាទេចោលបន្ទប់ខ្ញុំបានយ៉ាងម៉េចទេប្រាប់តែចុះខ្ញុំជាតែវតាមួយអង្គដែលឈិញឈាវដឹងពីអកម្មរបស់ឋានលើពេល10ឆ្នាំក្រោយពួកយើងមាននិស្ស័យជាប្តីប្រពន្ធនឹងគ្នាបានជាថ្ងៃនេះឆ្លៀតឱកាសមកមើលអនាគតស្វាមីរបស់ខ្លួនឯងហើយខ្ញុំជាអនាគតស្វាមីរបស់អ្នកឯងមើលទៅទឹកមុខរបស់ឯងប្រកាន់ចំពោះរូបរាងរបស់ខ្ញុំណាស់ហេអ្នកស្អាតខ្លាំងណាស់និយាយការពិតទេខ្ញុំមិនសូវបានជួបស្រីទេរកគំនូក៏មិនសូវស្អាតដល់អ្នកដែរអេហើយជឿលើអ្វីដែលនិយាយមិញទេថាយើងមាននិស្ស័យជាប្តីប្រពន្ធនឹងគ្នាខ្ញុំមានអង្កាំមួយខ្សែថ្ងៃណាដែលខ្ញុំមិននៅក្បែរឲ្យវានៅកំណោះល្អដែរទេខ្ញុំក៏មានបន្តំកុចដែរខ្ញុំជូនអ្នកជូនវាឲ្យខ្ញុំហ៎អរគុណខ្ញុំពិតជាពាក់វារាល់ថ្ងៃល្អខ្ញុំក៏ពាក់អង្កាំនេះរាល់ថ្ងៃដែរយើងនិយាយគ្នារួចហើយណាមិនអាចយកផ្សេងបានទេពេលតំណេខ្ញុំនឹងមកលេងពេលអញធំឡើងរៀបការជាមួយគ្នាយើងគ្រាន់តែមកតាមមើលតែប៉ុណ្ណោះទេមិនស្មានថា
មិនស្មានថាចិត្តឯងអាចកំបាំងគួរឲ្យខ្លាចមិនលើកលែងសូម្បីតែក្មេងតូច ខ្ញុំមិនចង់ឲ្យគេប៉ះពាល់ការប៉ះដែលមិនចាំបាច់ខ្លះ គេថាអ្នកបងទី2គឺជាអ្នកពូកែចំណែនតែបងយល់ថាឯងខ្លាំងជាងគេទៅទៀត បងទី4និយាយថាបងក៏យល់ដែរនៅពិភពលោកនេះបងមិនយល់ចិត្តស្រីទេហេណាប្រុសភ្ញាក់ហើយហ៎ ណាប្រុសកំពុងតែរកមើលស្អីហ្នឹង យ៉ាងកំពុងតែរកកន្លែងឈ្មោះឈិញឈាវ ឈិញឈាវឈ្មោះនេះចម្លែកខ្លាំងណាស់ខ្ញុំកំដរអ្នកប្រុសជារៀងរាល់ថ្ងៃក៏មិនដែលលើណាប្រុសកំពុងតែរកអីដែរណាណាប្រុសបើអញ្ចឹងទៅសួរលោកគ្រូនៅសាលាវិញទេ មែនហើយយ៉ាងអាចទៅសួរលោកគ្រូបានតាលោកគ្រូមិនធ្លាប់លើទេមែនទេ អត់ទេគ្រូមើលសៀវភៅពេញមួយជីវិតមិនដែលប្រទះពាក្យថាឈិញឈាវទេ ប៉ណ្ណេងទៅរបស់មីងមិនបានចាំមកទីនេះมันខ្លាចជាដំបងរបស់ពុកទេពុកឡើងខ្វាន់នឹងខ្ញុំហើយបងទី2គាត់កាត់យល់ហើយលែងរារាំងឯងទៀតហើយអត់ទេតែគាត់ដឹងថាទោះបីជាយ៉ាងណាតង្ហោះមិនត្រូវការខ្ញុំរារាំងឬក៏អត់ក៏គ្មានអ្វីផ្លាច់ដែរក្មេងល្ងងគាត់ថាអញយំចាញ់មកគឺចាប់រៀងមិនស្មានថាអញភ្លេចគេមិនបានតែធ្វើយ៉ាងម៉េចបំភ្លេចគេបានទេទោះបីជាគេនិយាយអាក្រក់ធ្វើបាបខ្ញុំក៏ដោយគឺនៅតែបំភ្លេចគេមិនបានគឺខ្ញុំមិនអាចធ្វើបាននោះទេបើឲ្យអ្នកមីងបំភ្លេចព្រះបត្រាវិញនោះតើអ្នកមីងអាចធ្វើបានដែរទេមកពេលមីងគិតមិនបានដិតដល់អ្នកមីងមិនទាន់ឆ្លើយនឹងខ្ញុំទេបំភ្លេចបានដែរទេមិនបានទេតាហងចាស់មិនក៏មកលួចស្ដាប់គេនិយាយគ្នា ពនាងតូចយើងនឹងទេវតាមកយើងនៅទីនេះយូរមកហើយ មិនក៏ម្លាក់ខ្លួនបន្តិចទេស្រីកំពុងតែនិយាយគ្នាពួកលោកមិនអញ្ចឹងមិនអាចលួចស្ដាប់ទេខ្វះសុជីវធម៌មែនតើលោកដឹងខ្លួនវិញហើយហ្វងអ៊ីងមិនអាចខ្វះសុជីវធម៌ចំពោះលោកគ្រូបានទេសុំទេវតាមកយានអភ័យទោសមិញនេះខ្ញុំឃើញលោកឈរនៅត្រង់នេះអត់ចាប់អារម្មណ៍ថាលោកមកទេម្យ៉ាងទៀតបានឃើញទេវតាដេកស្ដុកស្ដឹងនៅដំណាក់យានហួរអស់70000ឆ្នាំហើយពេលនេះឃើញរស់ឡើងវិញខ្ញុំអត់ទេស្រាប់តែឃើញទេវតាស្វាហាប់ហើយមឹងម៉ាត់អស្ចារ្យបែបនេះភ្លាមអត់ចាប់អារម្មណ៍សូមអភ័យទោសផងចាស់ មិនអីនោះទេ ឯងមកចំពេលល្អណាស់យកល្អផោស្រាជាមួយនឹងយើងទៅមកយានគឺបានយកស្រា3អាទិននេះមកទីនេះចំពេលនេះល្មម ល្អខ្លាំងណាស់ផឹកស្រាអាចបំបត្តិទុកបាន កាន់តែមានទុក អ
ចឹងចាំថ្ងៃក្រោយឲ្យទុកកាត់វិញទេនៅចាំបានថាកាលនោះពេលដែលលោកយកស្រានេះពីខ្ញុំទុកជាអំណោយថ្ងៃកំណើតរបស់សៀវអ៊ូមិនខុសទេខ្ញុំក៏ចាំបានគ្រាន់តែស្ដាយខ្ញុំអត់បានផឹកអីមួយម៉ាត់ក៏ត្រូវម្ចាស់ទេបន្លឺចាប់ខ្លួនទៅបាត់ខំនៅក្នុងគុកទឹកទៀតឆ្នាំនោះឆ្លងខួបកំណើតក្នុងគុកពិបាកបំភ្លេចណាស់អូពួកគេទាំងពីរគឺមានរឿងចំផងចំពោះអ្នកដែលចាក់ចេញទៅហើយនោះមិនច្បាស់រំលឹកនោះទេជាកំហុសរបស់ខ្ញុំពីនៃមួយពេងលោកតាហឹងនិយាយរឿងទេវតាតង់ហោឲ្យស្ដាប់បន្តិចទេអូតង់ហោហ៎ជាមនុស្សដែលមិនសូវនៅក្បែរមនុស្សស្រីនោះតាមមែនដែរទេអើយមិនក៏មិនចូលក្បែរស្រីតាគេនៅជាប្រុសដែរទេណាពនាងតូចត្រូវបែងចែកឲ្យបានច្បាស់ណាមនុស្សប្រុសនៅក្នុងបេះដូងរបស់ឯងនេះធ្លាប់គឺជាអ្នកក្តោបក្តាប់មេឃដីជាកម្ពុជាបរិសុទ្ធដ៏អស្ចារ្យម្នាក់និយាយរួមទៅយើងក៏សរសើរឯងដែររើសទៅរើសមកបើជារើសចំមនុស្សដូចគេហាមនិយាយថាគេមិនល្អណាពនាងម្ចាស់តូចរបស់ឯងនេះមិនប្រកែកផឹកស្រាដូចឯងនោះទេប៉ុន្តែកាន់តែជំនាញផឹកស្រាស្រវឹងក៏លឿនតែមានដឹងថាមូលហេតុអីបានជាទេវតាតង់ហោមិនចូលក្បែរស្រីទេព្រោះតែដើម្បីសមុទ្រទាំង4មែនហើយព្រោះតែដើម្បីសមុទ្រទាំង4មុនពេលដែលយើងជឿមកទីនេះយើងអាចឡើងភ្នំដោយស្រួលឥឡូវចំហាយនេះពីពេញធ្វើឲ្យយើងយល់ថាពិបាកចូលក្បែរណាបានន័យថាទេវតាមកយានត្រឡប់មកវិញហើយតើលោកឈរនៅទីនេះមានតរិយអ្វីដែរទេអត់ទេគ្រាន់តែយល់ថាភ្នំខុនលុនមានសភាពដូចពីមុនក៏មកមើលតែម្ដងទេទេវតាមកយានបានត្រឡប់មកវិញសូម្បីតែទេវតាជើយានទេវតាប៉ៃចិននិងអ្នកមីងដែលនៅឈិញឈាវក៏មានវត្តមានដែរការពិតគឺបែបនឹងទេអរគុណហើយដែលលោកបានប្រាប់ម្នាក់ផ្លែកគ្រាន់តែលើថាទេវតាមកយានមកវិញមុខរបស់គេអត់មានរីករាយបន្តិចសោះឬគេជាអំបោផ្សេងទៅនោះប្រហែលជាអញ្ចឹងហើយហ្វុងជាអរុនសួស្ដីអ្នកមីងលែងតាន់បាត់ហើយពួកគេចាំអញយូរណាស់ហើយណាកំពុងចាំខ្ញុំហ៎ប៉ាត់មែនហើយអញក៏ដឹងឋានលែងនឹងឈៀងឈៀវកំពុងតែមមាញឹករឿងមង្គលការរបស់យើងអញត្រូវបន្តដំណើររបស់យើងគួរតែពុតកំណត់ហើយតែឈៀងឈៀវវិញអត់ខ្ញុំទៅវិញស្នងតំណែងអ្នកមីងតាមមែនដែរទេអំបោសរបស់ពួកយើងមួយត្រកូលមានតែឯងម្នាក់គុណបើមិនឲ្យអញឲ្យអ្នកណាទេអ្នកមីងក៏ចង់ឲ្យខ្ញុំបោះបង់តង់ហួតដែរមីងមិនបាននិយាយអញ្ចឹងទេអ្នកមីងរៀបការទៅឋានលើមិនអាចស្នងតំណែងបានព្រោះតែអ្នកមីងត្រូវទៅនៅឋានលើឡើងបានមកថាប្រជារាជឈិញឈាវចាប់បើខ្ញុំចង់រៀបការជាមួយនឹងទេវតាតង់ហួតដែរនោះហើយត្រូវទៅរស់នៅឋានលើហើយមិនអាចមើលថែពួកគេបាននោះចំណុចនេះអ្នកមីងដឹងច្បាស់ហើយហេតុអីក៏ឲ្យខ្ញុំទទួលតំណែងនេះទៀតអ្នកមីងចង់ឲ្យខ្ញុំនៅឈិញឈាវអស់មួយជីវិតតាមមែនទេហ្វុងជាវបំភ្លេចគេតែយកមិញអ្នកមីងនិយាយច្បាស់ហើយថាបំភ្លេចព្រះបត្រាយេហោមិនបានទេ
ព្រោះអ្នកមីងស្រឡាញ់ត្រង់ហេតុអីក៏រឿងដែលអ្នកមីងធ្វើមិនបានបែរជាទម្លាក់មកលើខ្ញុំទាំងអស់អញ្ចឹងហ្វុងជាវស្ដាប់មីងណាអ្នកទាំងពីរគ្មាននិស្ស័យស្នេហ៍ទេតែបង្ខំគ្មានបានផលទេយកមិញស្មានថាទទួលបានកម្លាំងចិត្តពីអ្នកមីងនៅទីនេះទោះបីជាអ្នកផ្ទះទាំងអស់រារាំងខ្ញុំចង់ឲ្យតែអ្នកមីងទៅឋានលើយល់ព្រមទៅសាឡបងឲ្យតង់ហួរស្រឡាញ់ម្ដងទៀតគឺខ្ញុំមិនចង់ធ្វើជាពនាងម្ចាស់ទេបាទតែធ្វើឲ្យខ្ញុំឡើងទៅឋានលើលែងកាត់ហើយណាអ្នកមីងដឹងដែរទេខ្ញុំពិបាកទ្រាំណាហ្វុងជាវហ្វុងជាវនៅតែមិនបានខ្ញុំគ្រាន់តែថាឲ្យគេទៅវិញទទួលតំណែងបន្តគេក៏ត្រហោយំពីអ្នកឯងនេះម្នាក់នេះក៏អញ្ចេះម្នាក់នោះក៏អញ្ចោះបានហើយទុកយើងជាអ្នកចាត់ការចាំយើងជូនគេត្រឡប់ទៅវិញបងប្រាប់បងទី2ថាកុំបង្ខំគេខ្លាំងពេកកុំភ័យអីបងយល់ច្បាស់ណាឯងគឺជាអ្នកមិញរបស់គេស្រឡាញ់គេណាបងក៏ជាពូទី4មានរឿងដែលមិនស្រឡាញ់នោះបារម្ភពីរាងកាយរបស់ម៉ាក់យានគឺត្រូវបន្តនៅទីនេះ2-3ថ្ងៃបងទៅមុនហើយណាល្អអញចង់ជួបឲ្យអ៊ីងដែរទេគឺចង់យើងក៏ចង់មើលទៅនេះគឺជាឱកាសចុងក្រោយហើយដែលពួកគេជួបយើងព្រះរាជយាទជារៀបអភិសេកជាមួយគាត់ហើយពេលនេះលិខិតអញ្ជើញនឹងមកដល់វិមានពណ៌ស្វាយព្រះអង្គក៏ឃើញចាំលេងដល់ហើយចាំលេងដល់ហ៎មិនក៏ថាចាំលេងដល់ចិត្តដល់ពេលហើយតាមើលស្អីហ្នឹងនៅនឹងតូចយំមិនគួរឲ្យមើលតន់តែសោះជារឿងកម្របានជួបប្រទះនៅភ្នំខុនលុនណាលោកថាខ្ញុំយំពិបាកមើលអញ្ចឹងខ្ញុំយំនៅត្រង់នេះរហូតដល់លោកមើលមិនចូលភ្នែកទៅចប់ណាយំទៀតហើយអ្នកការទុកនៅតែជាអ្នកការទុកខ្ញុំអត់ពាក់ព័ន្ធទេឡើងភ្នំនេះស្អាតខ្លាំងណាស់សម្រាប់រូបខ្ញុំស្រស់ស្អាតខ្លាំងណាស់អត់ខ្លឹមសារសោះមែនហើយអត់ខ្លឹមសារលោកថាលោកជាមនុស្សដែលអត់ខ្លឹមសារហ្នឹងណាខ្ញុំដឹងហើយខ្ញុំកំពុងតែថាខ្លួនឯងនៅមុខលអាងភ្នំរំលឹកអតីតកាលជាង 10,000 ឆ្នាំមុនទើបដឹងថាមួយជីវិតនេះពិតជាចំណាយចោលដែលឥតខ្លឹមសារមែនឆ្លាតបងទី2បានជួបព្រះបត្រាស់ហើយណាអត់ទេអត់ពិតមែនទេអញ្ចឹងបងមិនបានជួបព្រះអិនឬក៏ទេវតាតង់ហួរហេតុអីក៏អត់មាន
រឿងមួយកបងនៅបារម្ភខ្លាចព្រះបេតាបង្ហាញមុខហើយប្រើភ្លើងសាឡាគេបំផ្លាញសមុទ្រទាំង4ទៅឡើងទៅឋានលើរកពួកត្រង់ពិភាក្សាពេលនេះច្បុកច្បាល់ណាស់ពួកស្ដេចក្រាញ់ជាច្រើនបង្ក្រាបពួកបាបងមិនបាននោះទេបងទី2សន្យាបានទេបាបេតាបំបែកដួងទឹកចេញមកបានមែននោះហើយបណ្ដេញប្រជារាអាចមករកព្រះបេតាពេលនោះទៅជាសុំទោសកលែងតន់ពេលដែរណាបងដឹងបងទី2និយាយស្ដីបន្តិចមកស្រួលខ្ញុំដឹងថាបងកំពុងកាត់អីមិនអញ្ចឹងខ្ញុំមិនទះសាស្លាប់ហើយតើអូនមានដឹងដែរទេអាអ៊ីងជិះរៀបអភិសេកនឹងព្រះបុត្រាហើយពួកគេមានពិធីចុកខ្លួនស្រាប់នេះជាពិធីមង្គលរវាងឋានលើនិងឈិញឈៀវក៏ជាមហាមង្គលការធំបំផុតប្រចាំសមុទ្រទាំង4បងធ្លាប់គិតថាខ្លួនគឺជាព្រះបុត្រាស្ដេចអ៊ីងអាចផ្ដល់ពិធីមង្គលការដ៏វិសេសសម្រាប់ស្ត្រីដែលខ្លួនស្រឡាញ់តែព្រៀបនឹងយេហោវគឺគួរឲ្យអស់សម្ដេចខ្លាំងណាស់បងទី2ខ្ញុំដឹងថាបេះដូងរបស់បងមានតែទេវតាប៉ាឈៀនម្នាក់ប៉ុណ្ណោះទេប៉ុន្តែពេលនេះទេវតាមកយានត្រឡប់មកវិញហើយអាអ៊ីងនៅខុនលុនពិតជាសប្បាយចិត្តណាស់ហើយទេវតាមកយានបានត្រឡប់មកវិញហើយល្អណាស់បងទី2ពួកយើងទៅប្រាប់ទេវតាមកយានជីវិតពួកយើងទាំងពីរនាក់គឺជាវត្ថុទឹកចេញពីកម្លាំងធាតុរបស់ព្រះបិតាឆាប់ទៅប្រាប់ពួកគេថាពេលនេះបងធំស្លាប់ហើយកម្លាំងធាតុព្រះបិតាកំពុងតែកើនឡើងសង្កត់គាត់ឡើងបានហើយនិយាយមិនបានហេតុអីក៏និយាយមិនបានយិនជឿធ្លាប់គិតទេថាបើបិតាចេញមកវិញមែនអ្នកណាទៅបញ្ឈប់ទៅបាត់ជាទេវតាមកយានហើយដួងទឹកគឺគាត់ជាអ្នកបង្កាត់ឡើងគាត់បានធ្លាប់បង្ក្រាបកាលពី70000ឆ្នាំមុនលើកនេះនៅតែជារូបរាងរបស់គាត់ដដែលអូនគិតឲ្យបានច្បាស់ទៅបើអ៊ីងដឹងថាមកយាននឹងទៅធ្វើគេព្រមឲ្យលោកគ្រូនេះបែកខ្ញែកម្ដងម្ដងទៀតដែរទេដល់ពេលនោះគេនឹងធ្វើពលិកម្មដើម្បីការពារមកយានពេលនេះចិត្តចូលពិធីហើយមិនចង់ឲ្យគេដល់ពេលនោះមានរឿងអ្វីនោះទេប៉ុន្តែបងធ្វើជាស្ដេចជាង70000ឆ្នាំមិនធ្លាប់បានផ្ដល់ក្តីសុខជូនដល់ប្រជារាស្ត្រខ្លួនឯងរហូតរស័ព្ទដល់ឋានកណ្ដាលតាមរត់ដំណឹងសឺអ៊ីងមកទល់ពេលនឹងថ្ងៃនេះតើឲ្យបងនេះធ្វើអ្វីខ្លះទៅពិតជាមនុស្សម្នាក់ដែលឥតបានការមែននេះបងទេបងកំពុងតែនិយាយស្អីហ្នឹងបងធ្វើអីហ្នឹងក្រោកឡើងមកម៉ាយិនជឿកូនរបស់បងសង្ឃឹមទៅលើអូនហើយវិមានពណ៌ស្វាយកូននៅសល់តែអូនម្នាក់ជាខ្សែរាជវង្សហើយទឹកដីរបស់ពួកយើងបងសូមប្រគល់ឲ្យអូនតែម្នាក់គុណបងទី2បងចង់ធ្វើរឿងអីហ្នឹងព្រមភ្លើងកណាសេះ
ឃុំខ្លួនព្រះនាងទុកនៅគុកតកបើមិនទាន់បញ្ចប់រឿងជួងទៅទីហាមដោះលែងគេជាដាច់ខាត អត់ទេมันអាចຕົកចោលទេ ស្ដាប់បញ្ជា អត់ទេ ឬសូម្បីតែឯងក៏លែងទទួលស្គាល់យើងជាព្រះអង្គដូចគ្នាដែរ អត់ទេ ឯងធំដឹងក្តីជាមួយនឹងយើងក្រៅពីមេដាឯងជាអ្នកស្និទ្ធស្នាលបំផុតមានតែបកគលពួកគេទាំងពីរនាក់ឲ្យឯងថែរក្សាទើបយើងទុកចិត្តអាចយល់ដែរទេ ព្រះអង្គទូលបង្គំអាចជូនព្រះនាងដល់ទីនោះហើយត្រឡប់មករកត្រង់វិញបានទេ មិនបានទេចង់ឲ្យក្រោយពេលដែលយើងស្លាប់ឯងជួយជ្រោមជ្រែងយានជឿខ្លាចទៅជាស្ដេចថ្មីឯងជាសត្វនាំសំណាងប្រចាំអម្បូរអ៊ីមានឯងនៅក្បែរគេគ្មាននរណាហ៊ានបពៀនគេនោះទេអស់ពីបិតាអស់ពីយើងពួកគេពិតជាព្រមទទួលយានជឿគឺជាស្ដេចបន្តរាជឆាប់ជូនដំណើរព្រះនាងភ្លាមក្រាទូល ព្រះអង្គ ទៅ ទុកពេលឲ្យយើង7ថ្ងៃទៀតយើងពិតជាអាចធ្វើបានសម្រេច ពីថ្ងៃមកហើយអាលោកក្មួយខ្មាញ់ខ្លាំងណាស់មិនដឹងថាមកពីមូលហេតុអ្វីនោះទេ មើលទៅដូចជាមិនសូវស្រួលនោះទេយើងគួរតែប្រុងប្រយ័ត្នទៅទើបល្អ មានភ្ញៀវចូលមកបង្គំជួប ចាក់តែអើយជឿយានកុំរំខានមើលខ្ញុំចង់ដេកបន្តិចទៀតម្សិលមិញដេកអត់បានឆ្អែតទេ មករកឯងព្រោះតែរឿងសាច់ការ លោកមកទីនេះមានអ្វីជាសាច់ការទៅ មកយានគឺបានកំណត់ថ្ងៃចូលសមាធិនៅ7ថ្ងៃក្រោយយើងត្រូវតែស្លោះថ្នាំខ្លោចគេពេលសមាធិឲ្យគេទៅជាមួយនឹងព្យាបាលរបួសអំឡុងនោះឯងត្រូវតែធ្វើជាជំនួយការរបស់យើង លោកគ្រូចូលសមាធិ គេមកវិញ11ថ្ងៃហើយក៏បីនឹងត្រូវតែធ្វើការសន្សំកសលរបស់យេហោតម្រូវឲ្យគេនេះធ្វើសមាធិជៀសវាងសុខភាពទន់ខ្សោយបានតែឲ្យគេនេះសម្រាប់ព្យាបាលទៅបានយើងថាពី3ថ្ងៃនេះបើមិននៅម្ដុំឡគឺត្រូវតែនៅបន្ទប់ទុកថ្នាំខ្លាចតែគ្មានសល់ពេលផឹកឬក៏បបផ្លិតលំហែអារម្មណ៍ហើយបើអត់បានការអ្វីទេនោះទៅមើលមកយើងបន្តិចទៅព្រោះពេលនេះគេចូលសមាធិហើយចង់ជួបក៏ពិបាកជួបដែរ សមាធិលើកនេះប្រើពេលយូរប៉ុណ្ណាទៅ ប្រហែលជាជាងកន្លះខែឬក៏អាចជាង10ឆ្នាំ ខ្ញុំចង់ទៅមើលគាត់ឥឡូវនេះភ្លាមមិនហើយគាត់ចូលចិត្តការប៉ះជាងគេខ្ញុំទៅក្រៅភ្នំបេះវាបន្តិចសិនហើយដោះអាចារ្យក្នុងបន្ទប់គាត់ចោល ខ
ខ្ញុំចូលចិត្តស្ដាប់លោកគ្រូដេញប៉ិនជាងគេយល់ថាអារម្មណ៍របស់យើងស្ងប់ស្ងាត់បន្តិចឬក៏ស្ដាប់លោកគ្រូដេញប៉ិនឲ្យបានយូរក៏ឆាប់បានឡើងឋានលើធ្វើទេវតាលោកគ្រូថ្ងៃស្អែកខ្ញុំតែជួយជាយានស្លាថ្នាំហើយអត់មានពេលវេលាមកជួបលោកគ្រូទេហើយពេលនេះចូលមកបដប់កាត់ប៉េះជូនជាពិសេសបើមួយថ្ងៃមិនបានដូរវាមិនល្អទេខ្ញុំផ្ដាំបងទី16ហើយថាត្រូវមកដូរផ្កាជារៀងរាល់ថ្ងៃឯមកយប់នេះក៏ព្រោះតែប៉ុណ្្នឹងទេលោកគ្រូតាំងពីពេលដែលលោកគ្រូត្រឡប់មកវិញរវល់រាល់ថ្ងៃខ្ញុំគ្មានឱកាសល្អនិយាយជាមួយសោះម្យ៉ាងលើជាយានថាបន្តិចទៀតលោកគ្រូត្រូវចូលសមាធិហើយប្រហែលជាជាងកន្លះខែឬក៏អាចកាន់ឆ្នាំហេតុនេះទើបចូលមកមើលលោកគ្រូខ្ញុំមានរំខានលោកគ្រូដេញប៉ិនទេអត់ទេចាំថាពេលដែលមកទីនេះលើកដំបូងអត់ដឹងក្បាច់កតុយអីសោះយល់ថាលោកគ្រូពូកែដេញប៉ិនមួយថ្ងៃរំអុកលោកគ្រូថាចង់ស្ដាប់តន្ត្រីលោកគ្រូនៅចាំទេចាំបាននិយាយទៅមិនដែលលើយហត់ដេញប៉ិនទេយេហោគេល្អជាមួយឯងគេល្អចំពោះខ្ញុំដូចជាលោកគ្រូល្អចំពោះខ្ញុំអញ្ចឹងសត្វតែធ្វើចេញពីចិត្តស្មោះបាញ់ចឹងគឺល្អធ្លាក់ព្រិលហើយខុសពេលខុសវេលាខុសពេលខុសវេលាទេវតាកំពុងតែគិតស្អីនឹងមិនក៏បណ្ដាលអារម្មណ៍ខ្លាំងម្ល៉េះអូនឹកដល់ពាក្យសម្ដីរបស់លោកគ្រូពីមុនថាសិស្សនៅខុនលុនពូកែបិទលំអងផ្កាពេងណានោះគឺជារបស់លួងក្មេងជារបស់លួងក្មេងផ្អែមល្ហែមខ្លាំងណាស់ទេវតាចាប់អារម្មណ៍មែនទែនផ្អែមល្ហែមមែនទេល្អណាស់ជួយយកឲ្យយើងមកចិនគឺចូលចិត្តរបស់ផ្អែមតាំងពីតូចឈឺម្ដងមិនព្រមផឹកថ្នាំទេតោះតែផ្អែមទៅព្រមញ៉ាំណែចិនទេវតារៀបការពីពេលណាដែរទៅមិនមែនជាកូនរបស់យើងនោះទេជាទេវតាប៉ៃចិនតាមែនហើយបើធៀបជាមួយនឹងលោកទៅទេវតាប៉ៃចិននៅជាមួយនឹងក្មេងទាំងឡាយចាំខ្ញុំទៅត្រៀមសម្រាប់លោកចុះលោកគ្រូរងាចាំខ្ញុំមកធ្វើជូនមិនច្បាញ់នោះទេពេលនេះយប់ជ្រៅហើយឯងឆាប់ទៅសម្រាប់ទៅខុសមកពីខ្ញុំភ្លេចគិតថាលោកគ្រូត្រូវបំផន់សុខភាពខ្ញុំលាសិនហើយ